បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាសារជាថ្មីនៅក្នុងចំណុចទី2នៃមេរៀន data preprocessing របស់យើងដែលនៅក្នុងចំណុចនេះយើងនឹងនិយាយអំពី data cleansing អញ្ចឹងជាទូទៅសម្រាប់ data cleansing នៅក្នុងករណីមួយចំនួនអ្នកទាំងអស់គ្នាត្រូវមានវិធីសាស្ត្រធ្វើម៉េចឲ្យ data របស់យើងវា clean ស្អាតណាវា clean ស្អាតនៅក្នុងករណីបាទអញ្ចឹងឥឡូវយើងសារអូខេឥឡូវយើងសារដាក់ទី1ដូចជាលេខ index នេះយើងមានថ្ងៃនេះខ្ញុំអាច check មើលអូខេឧបមាថាខ្ញុំប្រើពាក្យថា clean .ipynb អញ្ចឹងខ្ញុំអាចប្រើពាក្យថា import numpy as np import pandas as pd ចឹងយើងរានវាមកមួយខ្ញុំ generate data មួយ data pd.np.random.ran ran n បន្ទាប់មកទៀតយើងចាប់ផ្ដើមimplement ទៅលើតម្លៃរបស់យើងចូលទៅគឺ3 5ឧបមាខ្ញុំដាក់3 5អញ្ចឹងក្នុងករណីនេះយើងអាចបោះវាចូលទៅក្នុង data frame យកតែម្ដងគឺ pd.data frame ដែលយើងត្រូវទាញយក data ចេញពី NumPy បន្ទាប់មកទៀត re-index index របស់វាអាស្រ័យលើយើងដាក់ប្រមាណក៏បានដែរចឹង index របស់វាអ្នកនរគ្នាអាចដាក់មកកន្លែងនេះខ្ញុំដាក់5 3តាមរបស់គេ index របស់វាយើងអាចដាក់ចេះដាក់ចូលទៅ A C D B ឧទាហរណ៍ទាំងអស់មាន5 row 5 row 3 column ហ្នឹងត្រូវហើយ1 2 3 4 5អញ្ចឹងខ្ញុំអាចដាក់ចុងក្រោមគឺ E ប្រមាណតាមតិចខ្ញុំ print ទៅលើ data នៅពេលដែលខ្ញុំ run ចេញមកយើងឃើញតម្លៃរបស់វិញចេញមកចឹងអានេះ AC អញ្ចឹងកន្លែងនេះយើងអាចទី1គឺអាចធ្វើ re-index អញ្ចឹង re-index ធ្វើម៉េចឲ្យវាចេញមកស្អាតអញ្ចឹងយើងអាចប្រើពាក្យថា data ស្មើនឹង pd.reindex reindex df គឺ data.reindex ចឹងយើង reindex វាត្រឡប់មកវិញយើងអាចដាក់ a b c d e f មកចឹងកន្លែងនេះយើងអាចដាក់ a b c d e f ប្រហែលអញ្ចឹងបើសិនជាយើងរានសារឡើងវិញអានេះវាទៅជា a b c d e f តែយើងឃើញថា app របស់យើងនេះវាអត់មាន value ទេអញ្ចឹងនៅកន្លែងក្នុងករណីបែបហ្នឹងវាណាន់អញ្ចឹងបើសិនជាវាណាន់យើងគួរតែធ្វើម៉េចអញ្ចឹងកន្លែងនេះអ្នកនរគ្នាត្រូវ check មើលទៅលើmissing value ណាមួយបាទឬក៏នៅក្នុងករណីខ្លះខ្ញុំដាក់A B C D E F ខ្ញុំដាក់E G ទៅហោចង់ដឹងថាវាមានអត់ G នេះអញ្ចឹងណានដែរឃើញទេអញ្ចឹងបើសិនវាណានយើងត្រូវមានវិធីសាស្ត្រទៅ clean ណា data របស់យើងហ្នឹងកុំឲ្យវាណានអញ្ចឹងទី1គឺអ្នកទាំងអស់គ្នាត្រូវ check null អញ្ចឹងបើសិនជាវា null យើងត្រូវធ្វើម៉េចអូខេអញ្ចឹងយើងសាកទី1យើងសាក check មើលថាតើនៅក្នុងទិន្នន័យរបស់យើងនេះវាមាន null ឬក៏អត់អញ្ចឹងទី1យើងអាចទៅ check and add new value to null none to null អូខេកន្លែងណាវាណាយើង add តម្លៃរបស់វាចូលទៅចឹងនៅក្នុងករណីនេះយើងអាចប្រើពាក្យថា ck មួយគឺស្មើនឹង pd.is null is na ឬក៏ is null នៃ data អញ្ចឹងយើងសាក print ទៅលើ ck មួយ ck មួយយើងចង់ដឹងថាតើតន័យរបស់យើងចេញមករបៀបម៉េចអញ្ចឹងឃើញវាដាក់ column ខ្លះមានnull គឺវាដាក់ true នេះកន្លែងដែល true នោះមិនមែនថាវា null ហើយបាទអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីកុំឲ្យវា null ចឹងនៅក្នុងករណីនេះអ្នកទាំងអស់គ្នាអាច add missing value ចូលទៅខាងក្នុងនេះមិនមែន fill NA ដោយអីអញ្ចឹងយើងចាប់ផ្ដើម add missing value ខ្ញុំអាចដាក់ពាក្យថា data ស្មើនឹង pd.fill data.fill NA អញ្ចឹង fill NA មានន័យថាយើងបំពេញ null ដោយអីអញ្ចឹងខ្ញុំបំពេញ null ដោយ0ជាវាងដែលវាចេញមកគឺ null អញ្ចឹងខ្ញុំ print ទៅលើ data អក្សរឡើងវិញណាខ្ញុំ print ចេញមកនេះនៅកន្លែងណាដែលវា null មិញដូចកន្លែងនេះដូចកន្លែងនេះឥឡូវវាបំពេញនៅ0 0អញ្ចឹងយើងអាច normalize ទៅលើ data របស់យើងបានទេបើសិនជាវាងដែលវាណាន់យើងអាចធ្វើការកណនារបស់វាតម្លៃរបស់វាបានអញ្ចឹងនៅកន្លែងហ្នឹងអាស្រ័យលើយើងអាចដាក់អីក៏បានដែរ
មួយទៀតយើងអាច pad នៅក្នុងករណីដែល pad មានន័យថាយើងអាចធ្វើម៉េចឲ្យ data របស់យើងហ្នឹងវាដោយ pad ដោយតម្លៃស្អីអញ្ចឹងឥឡូវយើងសាកមិញហ្នឹងវាណាល់ឥឡូវយើងសាកដាក់ pad ត្រឡប់មកវិញអញ្ចឹងបើសិនជាយើងដាក់ pad វាអាចនឹង fill តម្លៃbackward ដែលយោងទៅលើអតិន្នន័យណាដែលវានៅក្បែរវាតឥឡូវយើងសាកកន្លែងនេះយើង check ណាល់ឥឡូវខ្ញុំសាក print អានេះសារឡើងវិញវាណាអូខេអត់ទេយើងអាចដាក់ពីអានេះហើយខ្ញុំ run អានេះឥឡូវខ្ញុំ add មួយទៀតគឺ add backward អញ្ចឹងខ្ញុំ run new data ស្មើនឹង data.fill.pad អូខេ .fill na យើងដាក់ pad .pad ណា .pad អញ្ចឹង .pad ដាក់តែប៉ុណ្្នឹងទៅយើងចង់ដឹងថាតើfield អធិស្ឋានគឺ field na field na យើងបើកមកវាឲ្យយើងប្រើមេសូតមួយគឺ pad អូខេ pad អានេះជា string អញ្ចឹងយើងអាចដាក់ pad អញ្ចឹងបើសិនជាយើងដាក់ pad វានឹង pad ទៅលើbackward បានថាកន្លែងណានៅចិត្តវាអញ្ចឹងវាអាចនឹងយកកន្លែងណា data អញ្ចឹងបើសិនជាវា NA នៅ backward អញ្ចឹងវាអាចនឹងយកអានេះអូខេតោះឥឡូវយើងសាកមើលអូខេចឹងខ្ញុំអាច print ទៅលើ data អូខេអូ new data ច្រឡំ new data បើសិននេះ print new data នេះឃើញវាដកពីអញ្ចឹងមកយកអា B នេះយកមកជំនួសហើយកន្លែង G នេះអញ្ចឹងបានន័យថាវា backward ត្រឡប់ណាអញ្ចឹងកន្លែងណាដែល NA វាយកអា row បន្ទាប់យកមកបំពេញអញ្ចឹង technique បែបហ្នឹងក៏បានយើងអាចធ្វើវាមួយទៀតយើងអាច drop missing value នឹងចោលតែម្ដងអញ្ចឹងយើងអាចប្រើពាក្យថា drop NA អញ្ចឹងនៅក្នុងករណីនេះបើសិនជាយើង run ចេញទៅយើងឃើញ data របស់យើង null ឥឡូវខ្ញុំអាចក្នុងករណីនេះខ្ញុំអាចប្រើពាក្យថាdrop missing value អូខេ missing value អញ្ចឹងបើសិនជាខ្ញុំ drop missing value យើង check មើលខ្ញុំអាចប្រើពាក្យថា new drop NA drop data ស្មើនឹងពាក្យ data.drop NA អញ្ចឹងបើសិននេះខ្ញុំដាក់ drop NA ហើយខ្ញុំ print ទៅលើនៃ drop data ត្រឡប់មកវិញខ្ញុំ run ចេញមកវានឹងកន្លែងណាដែលវា missing value វាលុបចេញអូខេចាអានេះតិចតិចតួចតែតងទៅជាមួយនឹងរបៀបដែលយើងធ្វើ data cleansing ណាដូចក្នុងករណីនេះយើង replace អីក៏យើងអាច replace បានអញ្ចឹងឧទាហរណ៍ថាយើង replace 100ដោយលេខប្រមាណ200ដោយលេខប្រមាណអញ្ចឹងទៅឧបមា2000ដោយលេខប្រមាណអញ្ចឹងអាហ្នឹងអាស្រ័យដល់យើងអាហ្នឹងគឺរបៀបដែលយើងទៅ replace ហើយវា technique ផ្សេងទៀតបាទអញ្ចឹងអរគុណច្រើនអ្នកនរគ្នាយើងជួបគ្នានៅក្នុងវីដេអូបន្ត